ខ្ញុំសូមណែនាំអំពីកម្មវិធី PDF ការ remove អក្សរផ្សេងចេញពី PDF នៅក្នុងកម្មវិធីនេះបាទដំបូងឡើយលោកគ្រូអ្នកគ្រូចុចលើតំណ link ដែលខ្ញុំបានតម្លាក់ចូលខាងក្រោមវីដេអូបន្ទាប់មកលោកគ្រូអ្នកគ្រូឬក៏សិស្សានុសិស្សឬក៏បងប្អូនអាចចុចលើទាញយក file នេះមកហើយបន្ទាប់មកយើងដាក់រក file ដែលយើងត្រូវកែប្រែអញ្ចឹងឧទាហរណ៍ខ្ញុំមាន file នេះមួយ file ហ្នឹងគឺជា PDF ដែលមានជាប់នៅនេះឈ្មោះរបស់ខ្ញុំអញ្ចឹងណាអញ្ចឹងដើម្បីលុបវាចេញពី file ហ្នឹងបានលោកគ្រូអ្នកគ្រូត្រូវចុចលើពណ៌នេះចុចលើពណ៌ហើយយើងចុចយករូបមជុលនេះមកបាទបន្ទាប់មកលោកគ្រូអ្នកគ្រូយកវាទៅចុចទៅលើនៃអក្សរនោះដែលមានពណ៌ហ្នឹងណាបាទហើយបន្ទាប់មកលោកគ្រូអ្នកគ្រូយកcursor ហ្នឹងអូសលើពណ៌ហ្នឹងអញ្ចឹងមកបាទយកមកយើងអូសលើពណ៌ហ្នឹងឲ្យពេញអញ្ចឹងមកហើយពេញអញ្ចឹងមកបន្ទាប់មកបងប្អូនអាចចុចលើលុបនេះអនុវត្តការលុប 100% អញ្ចឹងទំព័រដែលវាលុបវានឹងលោតនៅទីនេះអញ្ចឹងវាលោត1 2 3 4 5រហូតដល់17ទំព័រហ្នឹងគូសតែមួយទំព័រហ្នឹងទេព្រោះវាលុបទាំងអស់ណាមាន17ទំព័រវាលុបទាំង17ទំព័រអញ្ចឹងឃើញថាការលុបរបស់វាគឺមានសភាពស្អាតអត់មានសល់ស្នាមទេបាទអញ្ចឹងយើងដាក់ឲ្យត្រឹមត្រូវទៅតាមកន្លែងទំព័រហ្នឹងទៅបើវាអត់តន់អស់អញ្ចឹងយើងលុបវាអស់អញ្ចឹងណាបាទយើងព្យាយាមលុបវាពេញមកវាអត់បាត់អក្សរទេណាដល់នេះលុបវាពេញអញ្ចឹងណាបាទយើងចុចពាក្យការអនុវត្តការលុបហ្នឹងទៅពេលនោះកម្មវិធីនេះនឹងលុបពណ៌អក្សរទាំងអស់ដែលមានស្នាមឬក៏ពណ៌ដូចនឹងយើងចុចហ្នឹងវានឹងលុបស្អាតតែម្ដងបាទអរគុណនេះឃើញទេគេវាលុបអស់ហើយបាទអញ្ចឹងមានប៉ុណ្ណឹងហើយការទាញយកមាន2មួយជា PDF មួយជា file Word អញ្ចឹងលោកស្រីចង់បានមួយណាយើងចុចលើមួយហ្នឹងទៅបាទអរគុណច្រើនខ្ញុំមានប៉ុណ្ណឹង